ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះទៅសិង្ហួរថ្ងៃនេះខ្ញុំនឹងមក develop នៅ to do note ដែលលោកគ្រូបានដាក់ឲ្យពួកខ្ញុំធ្វើអញ្ចឹង requirement គឺត្រូវការបង្កើតនៅ home screen មួយដែលយើងមាន title ឈ្មោះថា quick note មាន button add ហើយបង្ហាញនៅ list of note បន្តមកទៀតក្នុង note screen យើងអាច add បន្ថែមនៅ title ជាមួយនឹង content ជាមួយនឹង save button ហើយក្នុង view note យើងអាច view all save note របស់យើងបានហើយយើងមាន option delete ឬក៏ clear note អញ្ចឹងនៅសម្រាប់ extra score ដែលយើងអាច rearrange បានយើងមាន search យើងមាន sort យើងមាន filter យើងមាន saving ជាមួយនឹងការបន្ថែមនៅ color ផងដែរអញ្ចឹងនេះគឺជា project ដែលខ្ញុំបានធ្វើអញ្ចឹងនេះគឺជា note ដែលខ្ញុំបានបង្កើតរួចហើយអញ្ចឹងយើងអាច search បាន for example ខ្ញុំអាច search ថា UUID ដែលជា project របស់លោកគ្រូជាអញ្ចឹងយើងអាចមើលឃើញថាវាមាន re-exam វាមាន deadline វាមាន create project ហើយក៏វាមាន like update ដែរឬក៏ created date ហ្នឹងអញ្ចឹងបើយើងចុចលើ edit មកយើងអាច edit បន្ថែមបាន for example if this one ខ្ញុំអាចបន្ថែមបានថា important អញ្ចឹងខ្ញុំអាច save អញ្ចឹងពេលដែលខ្ញុំឃើញ header គឺវាមានឈ្មោះថា important ខ្ញុំអាច change color បាន for example ខ្ញុំអាច change មក blue ខ្ញុំអាច clear បានអញ្ចឹងវា change ខ្ញុំអាច change អានេះមក color red វិញបានអញ្ចឹងន័យថាយើងអាច change បានអញ្ចឹងការ sorting គឺយើងមាន by order បានន័យថាខ្ញុំអាច rearrange វាបាន for example បាទនេះខ្ញុំដឹងថាវាជា important ខ្ញុំអាច rearrange វាបានឬក៏យើងអាចដាក់ថា newest មានថាយើងបង្កើតចុងក្រោយគេបង្អស់ជាមួយនឹង oldest បានន័យថាបង្កើតមុនគេបង្អស់អញ្ចឹងសម្រាប់ការ add note យើងអាច add បាន for example ខ្ញុំបានឲ្យនេះវា generate មកខ្ញុំអញ្ចឹង content មកខ្ញុំគឺ admin ជាមួយនឹងអញ្ចឹងខ្ញុំអាចដាក់នេះ title ខ្លះនេះបាន weekly plan អញ្ចឹង content គឺខ្ញុំមានច្រើនខ្ញុំ copy ដាក់ក្នុងនេះមកខ្ញុំមក change មក green អញ្ចឹងវានឹង add បន្ថែមចូលក្នុងនេះតែបើយើង sort ជាមួយនឹង newest and it should be មកមុនគេអញ្ចឹងយើងក៏អាច edit វាបានដូចបង្ហាញនៅលើកមុនអាច change colors យើងអាច delete បានផងដែរអញ្ចឹងក្នុងការ delete គឺមាន pop up មួយឈ្មោះថា are you sure បើយើងចុច cancel វាអត់ delete តែបើយើងចុច delete វាក៏ជា delete ដែរអញ្ចឹងបាទអញ្ចឹងក្នុងការ storing mechanism របស់ខ្ញុំគឺខ្ញុំប្រើនៅlocal storage ខ្ញុំអត់ទាន់បង្កើតនៅ database ទេគឺខ្ញុំស្ទាត់នៅក្នុង local storage អញ្ចឹងនេះគឺសឹងតែជាអីដែលយើងឃើញនៅលើ screen list របស់ to do ហ្នឹងចឹងយើងមាន color យើងមាន content យើងមាន created យើងមាន ID យើងមាន order យើងមាន title និង updated add ចឹងនៅពេលដែលយើង scroll វាមកដល់ខាងក្រោមគឺខ្ញុំបានដាក់ version ជាមួយនឹង develop by ខ្ញុំផ្ទាល់គឺ Synhoted ចឹងនៅពេលដែលយើងចង់ទៅលើវិញគឺ simple យើងចុច ប៊ូតុង arrow up នេះទៅគឺវានឹងនាំយើងមកកាន់លើនេះវិញហើយអញ្ចឹងនេះគឺជាអីទាំងអស់នៅក្នុង project របស់ខ្ញុំអរគុណច្រើនលោកគ្រូ